កទី5មេរៀនទី4តើមនុស្សស្រីពេញស្អាតពេញស្រឡាញ់នៅអាយុប៉ុន្មានចំឡើយមនុស្សស្រីពេញស្អាតគឺនៅអាយុ27 28 29ដល់30ឆ្នាំអូតាមពិតគឺអញ្ចឹងសោះអញ្ចឹងតាបានស្រីមួយចំនួនគេអត់យកសង្សារតាមពិតគេចាំគេដល់វ័យស្អាតសិនទើបគេយកសង្សារអត់ដឹងសោះហីបើទោះជាយ៉ាងនេះក៏ដោយមនុស្សស្រីស្ទើរតែ99%ទៅហើយនៅក្នុងវ័យនេះគឺមានប្តីមានកូនអស់ទៅហើយអញ្ចឹងតាបានឯងឃើញប្រពន្ធគេស្អាតមែនទេវតានេះអត់ចេះសោះឲ្យគ្នាស្អាតនៅអាយុ18 20ឆ្នាំអីទៅហើយមកឲ្យស្អាតនៅ27 28 29 30ហ្នឹងតែញ៉ៃមិនកើតសិតតែប្រពន្ធគេណាតែញ៉ៃមិនតាំងកោបើទោះបីជាយ៉ាងនេះក្តីក៏នៅមានមនុស្សស្រីមួយចំនួនតូចទៀតនៅតែបន្តភាព single មកដល់វ័យនេះដែរប៉ុន្តែអ្នកដែលស្ថិតនៅក្នុងវ័យនេះគឺហាវិភ័យណាស់ព្រោះថាបើសិនជាដល់អាយុ30ទៅហើយនៅតែមិនអាចរកគូស្នេហ៍បានទៀតនោះគឺមានតែទៅសារមន្ទីរជប់សើតដែលអាបិសាចចាប់ដោះលេងសង្សារយើងលៀបឯងចាប់លៀងគេទៅធ្វើអីដែលយើងមិនចេះភាសារបស់ឯងទេឆាប់និយាយភាសាខ្មែរទៅយើងស្រឡាញ់នាងយើងយកនាងទៅធ្វើប្រពន្ធយើងអត់បានទេអាបិសាចនាងគឺជាសង្សាររបស់យើងហើយចិត្តរៀបការហើយឯងមកចាប់នាងមិនត្រឹមត្រូវអត់ខ្វល់សំខាន់យើងស្រឡាញ់នាងចប់សិនកុំយកស្នេហាយើងទៅកុំភ័យអូនសម្លាញ់មកនឹងរកវិធីជួយអូនមកវិញឲ្យបានណែយាយពីនត្រៀមហើយដែរចាខ្ញុំត្រៀមរួចហើយអូខេបើសិនជាត្រៀមរួចហើយចាប់ធ្វើតាមខ្ញុំណាចាហូចណែអាប់អូនញ៉ាល់អានេះគេហៅក្បាច់អីគេអូក្បាច់នេះគេហៅថាក្បាច់រិទ្ធសីរុញឡានជាប់ផងហូចណែអាប់អូនញ៉ាល់ក្បាច់នេះក្បាច់អីគេអូក្បាច់នេះគេហៅថាក្បាច់នាគត្រដាងស្លាប់ណែអាប់អូនញ៉ាល់នាគមានស្លាប់ដែរអីណែជាទូទៅនាគគឺអត់មានស្លាប់ទេប៉ុន្តែនេះនាគកូនកាត់គេហៅថានាគកូនកាត់ឥន្ទ្រីហើយចុះក្បាច់នេះឈ្មោះអីដែរនេះគេហៅថាក្បាច់លីអង្គរឡើងភ្នំអូយអាប្អូនញ៉ាល់ឯងក្បាច់ប្លែកដែរវ៉ៃបាណែអាប្អូនញ៉ាល់សំឡេងដូចកូនអាប្អូនញ៉ាល់ឯងអារិតប៉ាកូនមកពីកំពង់សោមវិញហើយនឹកប៉ាអូអារិតកូនពុកតានេះដេយាយពីនអញ្ចឹងថ្ងៃនេះយើងហាត់ប្រាណតែប៉ុណ្្នឹងបានហើយអូខេចឹងខ្ញុំទៅផ្ទះវិញហើយតលេងកំពុងសោមយូរបេះកូនខ្ញុំថាមកតាំងពីយូរហើយតែសង្សាររបស់ខ្ញុំនឹងគេឲ្យនៅកំដរមួយរយៈសិនឲ្យតែដើរលេងកំពុងសោមទៅមានស្នេហាស្នេហ៍ហើយប្រយ័ត្នតែធ្វើឲ្យកូនគេមានផ្ទៃពោះឲ្យអត់ទទួលខុសត្រូវទេហើយកាលមុនប្រាប់ខ្ញុំថាគ្រាន់តែនៅចិត្តគ្នាអត់អាចមានកូនទេហើយខ្ញុំមានបានតែធ្វើអីគេណាគ្រាន់តែនៅចិត្តគ្នាចាប់ដៃគ្នាអោបគ្នាតាបើចិត្តគឺល្អណាស់តែប៉ាហាមរឿងមួយហើយហាមអីគេឪកូនមានស្នេហាឪមិនហាមគាត់ទេប៉ុន្តែឪប្រាប់ថាបើសិនជាមិនទាន់បានរៀបការដូចគ្នាទេកុំនាំកូនគេទៅជិះសេះអូចាប់បាត់ហើយឪអើយថ្ងៃចុងក្រោយដែលមកវិញហ្នឹងគេនាំខ្ញុំជិះសេះម្ដងបាត់ចាប់បាត់អាកូនអើយណែឪជិះអាសេះវិលហ៎អាសេះវិលគេដាក់នៅខុនសឺតនៅកន្លែងលខោនអីហ្នឹងបែបហ្នឹងហើយឪអូបើចឹងបាត់អីទេតោះទៅផ្ទះយើងបាទឪ10 ខៀវអីគេហ្នឹង
អូនេះគឺជាទឹកត្រជាក់កាមាសដំកំប៉ោងពីក្រុមហ៊ុនគីមហួតបាទអើតោះ Hello ជំរាបសួរចាបាទជំរាបសួរអូនសុខសប្បាយអត់កំពុងធ្វើអីហ្នឹងខ្ញុំអត់មានធ្វើអីទេហើយតែមកខ្ញុំមានការអីដែរអូបងតែទៅអូនគឺចង់ប្រាប់ថាបងកំពុងតែស្វែងរកស្នេហាហើយស្វែងរកស្នេហាតែមកប្រាប់ខ្ញុំធ្វើអីណែពេលដែលបងបានឃើញលេខអូនឯងហើយគឺបងមានអារម្មណ៍ថាដូចជាមាននិស្ស័យអញ្ចឹងហើយបងតែទៅអូននេះគឺដើម្បីភ្ជាប់និស្ស័យស្នេហ៍ជាមួយអូនអូយខ្ញុំអត់យល់ទេនេះនិយាយពីអីគេហ្នឹងស្នេហាអញ្ចឹងហើយអូនវាលក្ខណៈបែកអញ្ចឹងហើយយូរទៅទើបអូនយល់ពីបងអូយខ្ញុំអត់យល់ទេនេះដឹងនិយាយពីអីនេះបានហើយខ្ញុំឈឺក្បាលណាជប់សិនអូនបងនិយាយលេងដែរហឡូអូបាត់ខំអានសិភៅវិធីញ៉ាយស្រីអស់មួយក្បាលចេញឆាជើងដបងអំបិលអេអូនសំឡាញ់ចុះសំលេងដូចតែញ៉ាំយំតើឯងខ្ញុំធ្វើយ៉ាងណាដើម្បីជួយមនុស្សស្រីជាទីស្រឡាញ់របស់ខ្ញុំមកវិញណែតាកំពុងតែយំរឿងអីគេលាហាមម៉េចណែអាកូយើយសង្សាររបស់តាហ្នឹងត្រូវព្រាយវិសាចចាប់យកបាត់ទៅហើយតាមិនដឹងថាធ្វើម៉េចដើម្បីជួយនាងមកវិញបានទេស្អីគេព្រាយវិសាចចាប់តាចេះតែនិយាយមកសម័យនេះនៅមានដែរអើយតានេះក៏មិនជឿដែរអាកូយើយប៉ុន្តែវាឃើញច្បាស់នឹងព្រេកបើអញ្ចឹងកាត់ចិត្តទៅតាអើយអេកាត់ចិត្តមិនអាកូចមនុស្សស្រីដែលតាស្រឡាញ់មិនអាចទុកនាងចោលបានទេតាត្រូវតែរកវិធីដើម្បីជួយនាងមកវិញឲ្យបានហើយចុះតាគិតធ្វើមិនចឹងតាក៏មិនទាន់ដឹងត្រូវធ្វើអ្វីដែរអញ្ចឹងតាប្តឹងប៉ូលីសមកអើយអាចៅកូចអើយរឿងព្រាយពិសាចអញ្ចឹងប៉ណ្ដឹងប៉ូលីសអត់ប្រយោជន៍ទេប្រហែលជាមានតែរកគ្រូរកអីហ្នឹងអូនិយាយរឿងគ្រូនឹកឃើញបដ ாய் បែករឿងអីគេអាចៅកូចបាទតាខ្ញុំធ្លាប់ឮអាបឿនឹងហេរ៉ូវានិយាយថានៅព្រៃចុងភូមិយើងហ្នឹងគឺមានកន្លែងមួយដែលមានអ្នកតាម្ចាស់ទឹកម្ចាស់ដីនៅទីហ្នឹងហើយយើងចង់ទៅសួរអ្វីក៏បានដែរអូអរគុណអាចៅកូចអើយតោះជូនតាទៅជូនទៅស្អីខ្ញុំអត់ស្គាល់ទេអាបឿនឹងហេរ៉ូបានស្គាល់ល្អណាស់តាទៅរកអាបឿនឹងហេរ៉ូសិន